Nak matho ratanatiyasa សូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសពកាលសូមនមស្ការរលឹកឧបការៈគុណចំពោះព្រះធម្មបាសនាកេតុធម្មោព្រះអាចារ្យកម្មដ្ឋានគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមនមស្ការរាប់អានចំពោះព្រះអង្គអនុប្រធានគ្រប់ព្រះអង្គធម្មាចារ្យគ្រប់អង្គថេរានុថេរៈគ្រប់ព្រះអង្គជាទីរាប់អានចម្រើនពរធម្មាចារណីធម្មាចារ្យញាតិញោមទាំងអស់ទីរាប់អានក្នុងព្រះធម៌ថ្ងៃនេះយើងបានជួបជុំគ្នាដើម្បីបានចម្រើននៅសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានបំពេញនៅគុណធម៌ទាំងព្រះបរិយត្តិធម៌ទាំងការបដិបត្តិធម៌ដើម្បីបានសម្រេចនៅបដិវេទធម៌រួចចាកនៅសេចក្តីទុក្ខទាំងពួងកិច្ចប្រតិបត្តិនេះគឺជាកិច្ចមួយដ៏សំខាន់ណាស់សម្រាប់យើងអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះធម៌នៅព្រះវិន័យរបស់អង្គព្រះសម្មាសម្ពុទ្ធសម្រេចនៅគុណធម៌ថ្នាក់សោតាសកតិអនាគាររហូតបានព្រះអរហន្តដែលយើងបានជួបនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធនេះជាគោលដៅទិសដៅរបស់យើងគ្រប់គ្នាដែលបានសន្សំបុណ្យបារមីតាមឱវាទរបស់ព្រះអង្គតម្កល់នៅគុណពុទ្ធពធប្រសង្ឃជារតនៈដើម្បីបណ្ដុះពូជសទ្ធាពោធិញ្ញាណនៅក្នុងដួងកែវកំណើតរបស់យើងនេះជាសក្តិជាតិបញ្ញាឲ្យចម្រើនទាំងទានចម្រើនទាំងសិលចម្រើនទាំងសមាធិចម្រើនទាំងវិបស្សនាទោះបីជាមិនទាន់បានទទួលអារម្មណ៍ព្រះនិព្វានសិលសមាធិបញ្ញាទានសិលភាវនានេះសម្រាប់ញ៉ាំងចិត្តរបស់យើងស្នាក់អាស្រ័យក្បែរច្រកទ្វារនៃព្រះនិព្វានដើម្បីបានសម្រេចមគ្គផលទទួលរសនៃវិមុតតរសឬក៏វិមុតតសុខគឺអារម្មណ៍ព្រះនិព្វានជាទីខ្សែមចាក់ទុកទាំងពួងលះហើយកិច្ចប្រតិបត្តិនេះឯងហើយជាភារកិច្ចរបស់ពួកសាមណៈភិក្ខុសាមណេរបាសកបាសិកានៅក្នុងសាសនានេះគឺនៅក្នុងពាក្យទូមានព្រានប្រដៅនេះឯងចឹងក្នុងឱកាសនេះយើងប្រតិបត្តិ10ថ្ងៃធ្វើចិត្តរបស់យើងនឹងឲ្យប្រសើរជាងថ្ងៃណាទាំងអស់ដោយការយកចិត្តទុកដាក់ប្រើដោយសេចក្តីព្យាយាមបដិនៅសតិបដិនៅបញ្ញាឲ្យឆាប់ពេញឲ្យឆាប់បរិបូរណ៍នៅក្នុងព្រហ្មចរិយធម៌តតែចម្រើនតតែបប្រតិបត្តិបានឆាប់ពេញឆាប់បរិបូរណ៍នៅក្នុងសិលពេញបរិបូរណ៍ក្នុងសមាធិពេញបរិបូរណ៍ក្នុងបញ្ញាបើព្រហ្មចរិយធម៌នឹងពេញបរិបូរណ៍ហើយទើបធ្វើឲ្យចិត្តរបស់យើងនឹងបរិសុទ្ធបាទណាបរិសុទ្ធដល់តែចិត្តរបស់យើងនឹងបរិសុទ្ធហើយស្អាតផុតចាកអាសវៈហើយបកាសេទេ
ប្រកាសថាជាភិក្ខុជាសាមណេរជាបាសកបាសិកាត្រៃរតតនៈសក្យបុត្រប្រកាសឈ្នះនៅមាព្រមទាំងសេនាមាព្រោះទទួលបាននៅក្នុងអារម្មណ៍ព្រះនិព្វានលែងស្ថិតនៅក្នុងអំណាចនៃកិលេសមាមានដំណើរប្រព្រឹត្តបដិបត្តិទៅក្នុងសមាបដិបទាពេញបរិបូរណ៍ក្នុងមគ្គសមង្គីទាំង8មានសមាទិដ្ឋិរហូតដល់សមាសមាធិម្ល៉េះហើយលែងទៅកើតទៅក្នុងអបាយហើយជាតិកំណើតរបស់យើងនេះជាជាតិកំណើតបរិសុទ្ធទទួលបាននៅធម្មមរតកពីព្រះសម្មាសម្ពុទ្ធសម្រាប់ទីពឹងទីរលឹកមានប្រយោជន៍សេចក្តីសុខក្នុងលោកនេះផងមានប្រយោជន៍គឺសេចក្តីសុខសេចក្តីចម្រើនទៅកាន់បរលោកមុខផងក្នុងឋានៈជាព្រះអរិយបុគ្គលអរិយបុគ្គលអញ្ចឹងការបំពេញ10ថ្ងៃនេះជាសមណធម៌សមណធម៌ព្រឹត្តបដិបត្តិឲ្យបរិបូរណ៍នៅធម៌របស់អ្នកមានចិត្តស្ងប់អ្នកមានចិត្តស្ងប់អ្នកណាគឺសប្បុរសគឺសប្បុរសមានព្រះសម្មាសម្ពុទ្ធជាដើមដែលលោកបានចម្រើនបានបដិបត្តិហើយបានប្រកាសនៅផ្លូវបរិសុទ្ធនេះសម្រាប់ឲ្យសត្វច្រើនគ្នាព្រឹត្តបដិបត្តិតាមទៅសម្រេចនៅប្រយោជន៍សេចក្តីសុខសេចក្តីចម្រើនដល់ជនច្រើនគ្នាហ្នឹងបងសម្រាប់ទីពឹងទីរលឹកឲ្យចេញចាស់អំពីសទ្ធម្មបដិរូបបងសទ្ធម្មបរិរូបនឹងវានៅស្ទាបអែលនៅក្នុងកាមសុខលិកនិយោគដេកត្រាំនៅក្នុងកាមនឹងស្ទាបអែលជាប់ចម្ពាក់នៅអត្តកលិមដ្ឋាននិយោគក្នុងទិដ្ឋិមានះទុកលំបាកនៅក្នុងអន្តៈធម៌នឹងឯងហើយយើងកំពុងតែរំដោះចិត្តរបស់យើងតាមផ្លូវមេគាដ៏បរិសុទ្ធគឺសមាបដិបទាធ្វើដំណើរតាមព្រហ្មញាណណាឬក៏ព្រហ្មយានយាននេះដូចជារថចឹងក៏ដ៏ប្រសើរក្នុងព្រហ្មចរិយធម៌នេះយានដែលយើងជិះនេះឯងជាយានអត់សំឡេងអត់ផ្សែងទេបើអត់សំឡេងអត់ផ្សែងទេយានហ្នឹងមិនយានស្ងប់ស្ងាត់បងហ្នឹងហ៎យានស្ងប់ស្ងាត់អញ្ចឹងយើងប្រព្រឹត្តធម៌ស្ងប់ស្ងាត់ជាសមណធម៌អ្នកប្រព្រឹត្តបដិបត្តិហ្នឹងជាភិក្ខុជាសាមណេរជាបាសកបាសិកាហ្នឹងប្រព្រឹត្តសមណធម៌ចឹងធម៌របស់សាមណៈដែលប្រព្រឹត្តទៅដើម្បីឲ្យពេញបរិបូរណ៍នៅក្នុងសតិប្បដ្ឋាននៅក្នុងសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានធ្វើឲ្យជីវិតបរិសុទ្ធផុតចាកអំពីសេចក្តីសោកសឹកសួលទុក្ខទោមនស្សចង្អៀតចង្អល់អាស្រ័យនៅក្នុងយានដ៏ស្ងប់ស្ងាត់គឺអរិយមគ្គនេះដើម្បីធ្វើដំណើរទៅដល់គោលដៅគឺព្រះនិព្វាននេះសមណធម៌នឹងប្រព្រឹត្តទៅក្នុងធម៌ទាំង5ក៏ដើម្បីបានសម្រេចទី1សីលាទិដ្ឋានាក៏អញ្ចឹងធម៌សមណធម៌ដែលយើងធ្វើឲ្យពេញបរិបូរណ៍ទៅជាសមណៈអីញាតិញោមសមណៈមានលក្ខយ៉ាងហ៎គ្រប់លក្ខសមណៈគ្រប់លក្ខហ្នឹងគឺត្រូវតែមានសិលណាមានសិលសីលាទិដ្ឋានាមកពីសីលៈអធិដ្ឋានា
អ្នកអធិដ្ឋានសមាទានកាន់យកញាតិញោមកាន់យកមិញហ្នឹងសីលាទិដ្ឋានាទិដ្ឋានទុកនៅក្នុងចិត្តបើដោយចេតនាដោយជាបុគ្គលមានសតិមានបញ្ញានៅក្នុងសិលបារមីនឹងផងនេកមៈបារមីនឹងផងបើដើម្បីចិញ្ចាអំពីសេចក្តីទុកនឹងសិលទិដ្ឋានានេះអ្នកដែលមានសិលអាចអធិដ្ឋានបានបើអធិដ្ឋានបានលោកបានបញ្ជាក់នៅក្នុងសតនបិដកមួយអ្នកមានសិលនឹងអាចអធិដ្ឋាន4យ៉ាងទី1ទិដ្ឋានប្រាថ្នាដើម្បីបានសម្រេចមគ្គផលបើយ៉ាងហ្នឹងមគ្គផលណាសម្រាប់អ្នកមានសិលនឹងទី2អ្នកមានសិលនឹងអាចអធិដ្ឋាននៅក្នុងធម៌ទី2ជាសច្ចវិជ្ជានិយាយថាហ្នឹងសច្ចវិជ្ជាពោលទៅមនុស្សទេវតានឹងគេអនុមោទនាណាស់សម្រាប់អ្នកដែលមានសិលនឹងសច្ចង្វេអមតាវិជ្ជាព្រោះអ្នកដែលមានសិលបានអធិដ្ឋានពោលទៅហើយវិជ្ជានោះជាវិជ្ជាសប្បុរសខ្ញុំចឹងណាជាវិជ្ជាសប្បុរសជាទេវវិជ្ជាវិជ្ជានឹងដូចទេវតាអញ្ចឹងពួកសប្បុរសមានចិត្តស្ងប់មានហិរិមានអតបៈធម៌ដ៏ប្រសើរធម៌ដ៏ខ្ពង់ខ្ពស់ពោលវិជ្ជាទៅបុគ្គលណាហើយបុគ្គលនោះជាបុគ្គលមានលៀបមានសំណាងទទួលអនុមោទនីបានសរីសួស្តីសុភៈមង្គលដោយសច្ចវិជ្ជានេះវិជ្ជានឹងអត់ស្លាប់ទេទោះបីជាទុក្ខលំបាកយ៉ាងណាមានសិលទិដ្ឋានទុកនៅក្នុងដួងចិត្តញាតិញោមធ្វើឲ្យសេចក្តីទុក្ខទោសទាំងឡាយនឹងឯងតែងបន្សាត់បងតិចដងមានសរីសួស្តីសុភមង្គលដ៏ប្រសើរវិញដោយអំណាចនៃទឹកមេត្តាដ៏តិចស្រោចស្រពសរីរៈរាងកាយស្រោចស្រពដួងចិត្តរបស់យើងម្ល៉េះហើយធ្វើឲ្យចិត្តនោះមានសោបនៈចិត្តសោបនៈចេតសិកប្រៀបបីដូចជាផ្កានឹងវាស្វិតវាសពោនប៉ុន្តែស្រោចទឹកដាក់ជីទៅវាដោះលូតលាស់មកវិញហ្នឹងឯងទិដ្ឋាសីលាទិដ្ឋានាហ្នឹងឋានចំពោះអ្នកមានសិលទី3អ្នកមានសិលអាចអធិដ្ឋានដើម្បីលះបង់នៅអីនៅអមិស្សៈណាអមិស្សៈការដែលជាប់ចម្ពាក់អីផ្សេងមានទ្រព្យមានសម្បត្តិកូនក្រុមគ្រួសារប៉ុន្តែសម្លឹងឃើញនៅសិលដ៏បរិសុទ្ធដើម្បីចិញ្ចានៅសេចក្តីទុក្ខទាំងពួងលោកអធិដ្ឋានថាអាត្មាអញលះបង់នៅអមិស្សៈទាំងឡាយណាដែលជាគ្រឿងជាប់ជំពាក់ដោយពោធិសត្វកើតព្រះមហាសមេធៈរបស់អញ្ចឹងយល់យ៉ាងហ្នឹងអ្នកលោកអធិដ្ឋានដើម្បីលះបង់នៅអមិស្សៈទ្រព្យសម្បត្តិតពីតាទួតតាម្ដាយឪពុកមកសម្បត្តិនឹងច្រើនណាស់អញ្ចឹងលោកលះប្រកាសអ្នកណាចង់បានទ្រព្យសម្បត្តិទាំងអស់នេះមកយកដើម្បីលះបង់នៅអមិស្សៈនឹងបានយ៉ាងណាយើងប្រព្រឹត្តបប្រតិបត្តិនៅធម៌ស្ងប់នេះយើងប្រកាសដែរយល់10ថ្ងៃហ្នឹងយ៉ាងហ៎កូនចៅណាទូរស័ព្ទអីបាច់ទេមកម៉ែទេមកឪទេមកកណាទេយ៉ាងហ៎ទិដ្ឋានទុកនៅក្នុងចិត្តដើម្បីអភិរមនៅសិលសង្រួមកាយសង្រួមវិជ្ជាសង្រួមចិត្តសង្រួមឥន្ទ្រីមិនឲ្យអកុសលមានអភិជាតោមនោហូតាមទ្វានេះមកចាក់ក្នុងដួងចិត្តឲ្យសៅម៉ងល្អកកទេ10ថ្ងៃនេះអញ្ចឹងយើងអធិដ្ឋានលះមួយគណៈពេលណាដែលយើងប្រតិបត្តិនឹងអធិដ្ឋានលះបង់នៅកិលេស
ដែលជាគ្រឿងសៅមងនៅក្នុងសន្តានចិត្តគ្រប់អិរិយាបថទាំង4ដេកដើរឈរអង្គុយនេះឯងណាតន់យើងជាអ្នកមានសិលហ្នឹងណាតន់ចិត្តស្អាតតន់កាយស្អាតវិចារស្អាតចិត្តស្អាតបរិសុទ្ធម្លោះឱកាសនៃកាយវិចារចិត្តស្អាតអ្នកដែលមានសិលតាំងនៅក្នុងកុសលចិត្តនឹងឯងឃ្លាវខ្លាចិត្តនឹងឆ្លៀវឆ្លាតណាស់ម្លោះឲ្យមានឱកាសដើម្បីទៅលះបង់នៅអីទៀតពួកបរិយុទ្ធឋាននៃកិលេសអញ្ចឹងយើងអាចឋិតឋានដើម្បីលះបង់នៅបរិយុទ្ធឋាននៃកិលេសគឺនីវរណៈនឹងបានទៀតជុំដោយអំណាចនៃសិលនេះណាដោយអំណាចនៃសិលក្នុងសូត្រមួយវច្ឆៈសូត្រព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរនឹងការឲ្យទានត្រូវមានសិលធ្វើទានឲ្យបរិសុទ្ធណាពេលណាដែលសិលនឹងស្អាតបរិសុទ្ធឲ្យទាននឹងកាន់តែមានកម្លៃដោយសារតែសិលនឹងទៅកាត់ផ្ដាច់នៅពួកនិវរណៈនឹងបានយល់ហ្នឹងឯងសមាធិសង្វត្តកនិទៅសង្កត់សង្កិនណាសង្កត់សង្កិនពួកនិវរណៈនឹងឲ្យស្រាលឲ្យស្ដើងឲ្យចិត្តរបស់យើងនេះមានបៃតិបាមោជៈធម្មឆន្ទៈទទួលនៅបុណ្យកុសលដើម្បីបណ្ដោះនៅគុណធម៌ក្នុងការលះបង់នៅកិលេសទាំងឡាយជាគ្រឿងសៅមងចឹងសមណធម៌ទី1នេះឯងគឺសិលចឹងញាតិញោមកណ្ណាម្ចាស់គ្រប់ព្រះអង្គយ៉ាងនេះចឹងបានគ្រូបាអាចារ្យទាំងឡាយតែងដឹកនាំទូមានត្រង់ពិតនាឲ្យវាស៊ីជាមួយនឹងសមណៈប្រព្រឹត្តធម៌ស្ងប់ពេលណាដែលយើងនមស្ការគុណពុទ្ធគុណពធគុណប្រសង្ឃហើយអធិដ្ឋានសិលរបស់យើងនឹងពាក្យហ្នឹងញោមពាក្យហ្នឹងដែលលោកសំដែងនៅក្នុងបត្រៃបិដកហ្នឹងហើយលោកតែងតែអធិដ្ឋានសិលរបស់យើងចេះតែស្ដាប់ហើយប៉ុន្តែពាក្យទាំងអស់នេះជាវាចាអ្នកណាវាចាសัพពរោះគឺព្រះសម្មាសម្ពុទ្ធហើយយើងចេះតែឮតាមគ្រូបាអាចារ្យមករហូតដល់ឥឡូវពេលនេះឲ្យកាន់តែជាក់ច្បាស់ឋិដ្ឋានទុកនៅក្នុងចិត្តនៃសិលរបស់អាត្មាអញនេះដើម្បីទី1លះបង់ដើម្បីបានសម្រេចនៅមគ្គផលទី2ធ្វើនៅសច្ចវិជ្ជាបដិញ្ញាទុកនៅក្នុងចិត្ត10ថ្ងៃនេះតាំងចិត្តហើយរៀបចំហើយធ្វើឲ្យបានល្អប្រពៃទី3លះបង់នៅអមិស្សៈទាំងឡាយដែលជាគ្រឿងជាប់ចម្ពាក់អីផ្សេងនិងទី4លះបង់នៅកិលេសដែលជាគ្រឿងសៅមងទៅតាមលំដាប់វិតកមៈកិលេសបរិយុទ្ធឋានកិលេសអាសវៈកិលេសហ្នឹងសម្រាប់តែជាអ្នកមានសិលយើងមានឧបនិស្ស័យក្នុងធម៌សមណធម៌ហ្នឹងហ្នឹងអញ្ចឹងសមណសក្យបុត្របរិស័ទរបស់ព្រះអង្គគឺភិក្ខុនៃបាសកឧបាសិកានឹងឯងធ្វើនៅសមណធម៌នេះទៅជាសមណគ្រប់លក្ខសមណបរិបូរដោយធម៌សមណពេញទៅដោយគុណធម៌ព្រោះពីអធិដ្ឋាននេះអត្ថកថាលោកពោលថាការតម្កល់ចិត្តរបស់ពួកបរោះដែលមានគុណធម៌ណាគុណធម៌ចឹងគុណធម៌ដល់ប្រពៃមានហើយធ្វើឲ្យកាយស្អាតវិចារស្អាតចិត្តស្អាតរមែងនឹងធ្វើបានសម្រេចដូចបំណងដល់តែមានសិលហើយសមណធម៌ដែលយើងត្រូវចម្រើនទី2គឺអីយមអបតិពោធៈនិវេសាហ្នឹងឯងអបតិពោធៈនិវេសាត្រូវតែយកចិត្តទុកដាក់តាំងចិត្តក្នុងការលះបង់អីលះបង់នៅបតិពោធណាពេលណាដែលយើងមានសិលមានសតិមានបញ្ញា
10 ថ្ងៃនេះយើងនាំចេញនៅបដិពោត10យ៉ាងហ្នឹងមិននាំចូលទេណានាំចេញនៅគ្រឿងសៅមងនាំចេញនៅគ្រឿងបដិពោតមិនស្អាតធ្វើឲ្យចិត្តរបស់យើងនេះឯងវាអត់សូវមានកម្លាំងដោយសារបដិពោតចឹងព្រះសម្មាសម្ពុទ្ធឲ្យនាំចេញបើនាំចេញនៅបដិពោតដោយអបដិពោធៈណាអបដិពោធៈបដិពោតជាប់ចម្ពាក់ប៉ុន្តែពួកសាមណៈនេះមិនមានបដិពោតទេព្រោះនាំចេញនិវេសាបើនាំចេញឲ្យឆ្ងាយពីចិត្តរបស់យើងតិចម្ដងតិចម្ដងហ្នឹងណាព្រោះបដិពោតនឹងឯងជាគ្រឿងសៅម៉ងជាគ្រឿងជាប់ចម្ពាក់ចិត្តរបស់យោគីអ្នកប្រតិបត្តិនៅធម៌ស្ងប់នឹងណាម្ល៉េះឲ្យដកចេញដូចយើងមុននឹងធ្វើស្រែនឹងមានអីជាគ្រឿងសៅម៉ងជាគ្រឿងបដិពោតថាស្មៅខ្ញុំហ្នឹងណាឥឡូវដកហ្នឹងណាដកបដិពោតនឹងដូចដកស្មៅស្រែអញ្ចឹងធ្វើដីនឹងឲ្យរៀបឲ្យទន់ដាក់ទឹកនឹងឲ្យវាផលផុសឡើងទៅដាក់ពូជទៅវាឆាប់ដកយ៉ាងណា10ថ្ងៃនេះដកមិនដាក់អេដកបដិពោតយ៉ាងបដិពោត10ហ្នឹងយើងដឹងហើយយ៉ាងហ៎អាវាសបដិពោតកង្វល់កិច្ចការទាំងឡាយដែលជាប់ជំពាក់នៅកន្លែងរបស់យើងនឹងបដិពោតតកតងទៅលើកិច្ចការផ្សេងបដិពោតតកតងទៅលើញាតិបដិពោតទៅលើអីខ្លាំងជាងគេឥឡូវនេះអពាតបដិពោតឈឺថ្កាត់ហ្នឹងឯងឈឺថ្កាត់អីសពគ្រប់បែបយ៉ាងទាំងអស់ចឹង10នឹងដង1ឲ្យស្អាតតើ10ថ្ងៃនឹងដកបានប្រមាណនៅសល់ប្រមាណអញ្ចឹងហ៎ដល់ទៅដកទៅបានដឹងថាអូស្រាលណាស្រាលចិត្តរបស់អាត្មាអញនឹងបាមកចាក់នឹងទុនរីករាយដកចេញទៅចិត្តរបស់អាត្មាអញនឹងឆ្អែតកាយឆ្អែតចិត្តដូចជាដកស្មៅឲ្យអស់ទៅព្យួរទៅដីនឹងវាទុនដាក់ទឹកទៅវាឆ្អែតទឹកទេឆ្អែតទឹកប៉ុន្តែវាមានស្មៅច្រើនពេកអត់ទេយ៉ាងណាដីនឹងវាអត់ជ្រាបទឹកអីម៉ានទេពេលណាដែលវាដកអស់ហើយឆាប់ធ្វើឲ្យកាយចិត្តរបស់យើងអស់គ្រឿងមន្ទិលស្ងប់ស្ងាត់ចាកកាមស្ងាត់ចាកអកុសលហ្នឹងគឺបស្សទ្ធិយ៉ាងហ្នឹងស្ងប់កាយស្ងប់ចិត្តដកអស់ហើយស្ងប់កាយស្ងប់ចិត្តហើយវាឲ្យផលមកវិញសុខកាយសុខចិត្តពេញចិត្តហើយខ្ញុំយ៉ាងហ្នឹងពេញចិត្តណាចិត្តថ្លាចិត្តស្អាតចិត្តនឹងបរិសុទ្ធអត់ប្រឡាក់អត់កក្រិចយ៉ាងហ្នឹងលះហើយដូចយើងមានសម្លៀកបំពាក់ប្រណិតប៉ុន្តែដល់តែប្រឡាក់អីទៅយើងកើតទុកមិនសบายទេប៉ុន្តែគេប្រាប់ថាណាអាប្រឡាក់ហ្នឹងទៅលាងនឹងច្ប៊ូនេះទៅលាងនឹងអានេះដាក់ទៅដោះទៅជ្រះទៅស្អាតទៅពេញចិត្តមកវិញហ្នឹងពេញចិត្តមកវិញនោះឲ្យរីករាយនៅអ្វីដែលយើងពេញចិត្តហ្នឹងគឺចិត្តរបស់យើងពេលណាលះបង់នៅបដិពោតស្អាតហើយអញ្ចឹងពួកសាមណៈនេះមានការមិនកង្វល់ណាជាការតាំងមាំបដិពោតហ្នឹងគឺការលះបង់នៅកង្វល់បងណាកង្វល់ទៅធ្វើឲ្យចិត្តរបស់យើងនឹងតាំងមាំនៅក្នុងសាមណៈធម៌ដែលត្រូវបំពេញគឺអីទាំងបរិយ័តទាំងសិលទាំងសមាធិទាំងបញ្ញាបើមិនចឹងទេអត់ពេញទេអត់ពេញអត់បរិបូរទៅជាសាមណៈជាភិក្ខុសាមណេរបាសិកានឹងគ្រប់លក្ខតើបើអត់គ្រប់លក្ខវាអីលក្ខញោមខាតលក្ខយ៉ាងណាវាខាត
គុណធម៌ហ្នឹងណាបងបានវាខាតលក្ខហ្នឹងឯងវាអត់គ្រប់គុណធម៌វាខាតសិលខាតសមាធិខាតបញ្ញាពោសិលសមាធិបញ្ញាអត់អាចអាស្រ័យនៅក្នុងចិត្តដែលកង្វល់នឹងបានទេព្រោះចិត្តកង្វល់នឹងជាប់អីញោមលោភៈកញ្ចណាំងទោសៈកញ្ចណាំងមោហៈកញ្ចណាំងវាកង្វល់ញោមកង្វល់លោភៈទោសៈមោហៈនេះសតិបញ្ញាកើតទេអត់ទេញោមចឹងហ៎អត់ទេចឹងញោមដឹងហើយដកណាហ្នឹងហើយដកទៅបានដូរដីនឹងល្អទៅពីលោភៈទៅជាអលោភៈពីទោសៈទៅជាអទោសៈពីមោហៈទៅជាអមោហៈបងដល់ទៅពីអលោភៈអទោសៈអមោហៈវាទៅជាមួយទានសិលភាវនារបស់យើងនឹងដាក់មកដោះត្មងខ្ញុំហ្នឹងហ៎ដាក់នៅដោះត្មងដីល្អត្រូវការពូជល្អពូជល្អត្រូវការដីល្អបានវាឲ្យផលឆាប់ឲ្យផលមិនយឺតយូរហ្នឹងហើយយ៉ាងណាធម៌របស់សមណៈទី2នេះហ្នឹងហើយដែលមាននៅក្នុងវិសុទ្ធមគ្គហ្នឹងក៏លោកបានពោលដែរមានសិលហើយលះបង់នៅបតិពោធហ្នឹងញាតិញោមហ្នឹងណាទៅជាបុគ្គលអបលិពោធៈនិវាសាជាបុគ្គលអត់កង្វល់ដល់អត់កង្វល់អត់ប្រកាន់ញោមហ្នឹងហ៎អត់ប្រកាន់ព្រោះអស់កង្វល់ដែលជាគ្រឿងជាប់ជំពាក់នឹងឯងហើយម្ល៉េះហើយការប្រកាន់របស់យើងនឹងជាមួយកាមការប្រកាន់ជាមួយទិដ្ឋិការប្រកាន់ជាមួយនឹងខ្លួនការប្រកាន់ជាមួយនឹងសីលពតអីផ្សេងវាលែងចង្អៀតញោមដល់តែវាលែងចង្អៀតចិត្តនឹងវាទលាយដល់ចិត្តនឹងទលាយចម្រើនធម៌ទៅវាអត់ទើសញោមហ្នឹងហ៎វាអត់ទើសវាអត់តោះម្ល៉េះឲ្យធម៌ដែលធំគឺអារម្មណ៍សមថៈអារម្មណ៍វិបស្សនាធម៌ធំណាជាមហកតចិត្តទៀតយកមើលណាអារម្មណ៍សមថៈនេះជាមហកតចិត្តជាមហន្តាអារម្មណ៍នឹងជាមហកតទៅជាអបបណាតឹងមមហើយអារម្មណ៍វិបស្សនានេះយោតឹងមមនៅចិត្តនឹងឯងមិនមានសេចក្តីកង្វល់អញ្ចឹង10ថ្ងៃនេះមួលវាពី100មកនៅសល់លេខប៉ុន្មានញោមលេខនឹង10អីទៅមិនទាន់អស់ខ្ញុំអញ្ចឹងហ៎មួលពី100មក90មក50មក60មក70មករហូតដល់មក10មក5 10ថ្ងៃអស់ហើយមក0ហ្មងវេលីមនឹងមក0មកស្ងាត់ដែរស្ងប់ស្ងាត់ដែរណាស្ងប់ស្ងាត់ដែរនឹកណោហើយអស់នៅសេចក្តីកង្វល់ហើយតែអស់នៅសេចក្តីកង្វល់អស់ភ័យអស់សេចក្តីទុក្ខព្រួយអស់បារម្ភចិត្តរបស់យើងនឹងស្ងប់ត្រជាក់រស់នៅជាមួយសមណធម៌នឹងស្ងប់ត្រជាក់ទាំងយប់ទាំងថ្ងៃយប់មួយថ្ងៃមួយពុទ្ធធម៌នឹងបៀតបៀនខ្លួនជើងផងបៀតបៀនអ្នកដតីផងបៀតបៀនទាំងខ្លួនយើងបៀតបៀនទាំងអ្នកដតីអូកង្វល់ហ្នឹងឯងម្ល៉េះឲ្យតែបៀតបៀនឲ្យនាំឲ្យអីយល់ឲ្យរលត់នៅបញ្ញានាំឲ្យរលត់នៅសតិបញ្ញាចុះបើយើងចម្រើនសមថកម្មដ្ឋានបស្សនាកម្មដ្ឋានត្រូវការសតិបញ្ញាឲ្យវារលត់ហើយយកអីទៅមើលចឹងត្រូវលះអាហ្នឹងអញ្ចឹងត្រូវបើមានហើយកង្វល់នឹងធ្វើឲ្យរលត់នៅបញ្ញាដល់រលត់បញ្ញាហើយវាធ្វើអីទៀតធ្វើឲ្យចង្អៀតចង់អល់សៅមងហ្នឹងចង្អៀតចង្អល់សៅមងសង្ស័យធូរថយចឹងត្រូវលះដល់ពេលចង្អៀតចង្អល់ហើយទៅយ៉ាងម៉េចទៀតធ្វើឲ្យចិត្តនឹងឯងយត់យមវាអត់ទៅផ្លូវមូលតែមួយ
ទៅព្រះនិព្វានហ្នឹងវាអត់ត្រង់ទៅផ្លូវតែមួយហ្នឹងវាទៅផ្លូវណាវាទៅផ្លូវអមញោម10ថ្ងៃវាភ្លេចខ្លួនវាទៅផ្លូវអមក្នុងកាមក្នុងការសេចក្តីប្រកាន់នៃសេចក្តីទុកហ្នឹងវាអត់ទៅបង្អោនសរសៀទៅទេទៅវាអត់បង្អោនទៅកាន់ទីរំលត់ទឹកនឹងឯងបើវាមិនបង្អោនទៅទេធម៌នឹងឯងដែលជាធម៌ដឹកនាំសត្វទាំងឡាយឲ្យមានភ័យច្រើនទុក្ខច្រើនអន្តរាយនៅក្នុងអីនៅក្នុងភពនៅក្នុងវត្តដាក់នេះនៅក្នុងភពនៅក្នុងវត្តដាក់នឹងអញ្ចឹងហើយវត្តដាក់នេះជាកន្លែងអីជាកន្លែងភ័យក្នុងវត្តដាក់នេះណាភ័យឯងបងហើយនឹងជាតិចរាជាតិធិមរណៈដែលនឹងឯងហើយមានស្អីទៀតសោកសឹកសួលទុកទោមណោះចង្អៀតចង្អល់មួយថ្ងៃនៅមួយថ្ងៃនឹងឯងចឹងវាអត់ទៅបង្អោនទៅហើយយើងលះបង់ហើយដើម្បីបង្អោនទៅរកនៅភាពស្អាតកាយស្អាតចិត្តរបស់យើងអាស្រ័យនៅក្នុងសមណធម៌នឹងឯងនេះទី2ទី3ខន្តិសោរច្ចាធិបាយោខន្តិសោរច្ចាធិបាយោក្នុងការបរិយាយឲ្យទលំទលាយដើម្បីសមណធម៌នេះគឺត្រូវការខន្តិសោរច្ចានឹងណាយល់អញ្ចឹងហ៎ជាទីតាំងហ្នឹងជាទីប្រាថ្នាណែខន្តិសោរច្ចានឹងជាទីប្រាថ្នារបស់ពួកសមណធម៌នឹងភិក្ខុនៃបាសកបាសិកាប្រព្រឹត្តបដិបត្តិនឹងពីព្រោះអីខន្តិបរមង្គតបោតៃតខាខន្តិសោរច្ចានេះគឺជាអី